Nâng chuẩn bị số nè ở kia và mà cùng mà căn video rồi bỏពួកយើងខ្ញុំអញ្ចឹងពួកខ្ញុំគឺជាក្រុមការងារដែលមកថ្ងៃនេះយើងមកមានវិធានបទមួយដែលពាក់ព័ន្ធនឹងវីដេអូយើងគឺពាក់ព័ន្ធជាមួយនឹងការដោះនិងដំឡើងកុំព្យូទ័រក៏ដូចជាការតេស្តរបស់វាផងដែរបាទហើយខ្ញុំបាទមានឈ្មោះតាច័ន្ទធីរិទ្ធខ្ញុំបាទឈ្មោះហេងចំពោះបាទឈ្មោះពលណាខ្ញុំបាទឈ្មោះនីមផនិតបាទអញ្ចឹងដល់គ្នាសូមរងចាំតាមដានទស្សនានៅការសកម្មភាពនៃវីដេអូយើងទាំងអស់គ្នាបាទសូមអរគុណតោះឥឡូវយើងឈានចូលមកកាន់ដំណាក់កាលនៃការដោះគ្រឿងយើងទាំងអស់គ្នាអញ្ចឹងយើងដឹងហើយថាក្នុងហ្នឹងគឺវា quick វាលឿនបាទដោយសារវាសេរីថ្មីអញ្ចឹងដំបូងគេយើងដោះខេសវាខាងក្រោយសិនមកយើងគ្រាន់តែកាច់ទៅលើអានេះចុះក្រោមយើងអាចដោះបានហើយបាទអញ្ចឹងសូមយើងមើល component ទាំងអស់គ្នាតិចទៅបាទអញ្ចឹងសូមកាមេរ៉ាzoomចូលតិចមកបាទអញ្ចឹងគឺវាមាន component ជាច្រើនដែលយើងត្រូវរៀបចំដោះចេញក៏ដូចជាការរៀបចំចូលវិញអញ្ចឹងមុនដំបូងយើង start ជាមួយនឹងការដោះពាក់ព័ន្ធជាមួយនឹង power supply យើងសិនបាទតោះអញ្ចឹងគឺដោះ power supply យើងមក One day we're gonna fly, we're gonna soar up through the sky in the blink of an eye. We're gonna be transformed. You're gonna take us away in your words. I will remain eyes on you as the world fades. Holy shouts surround the throne as the trumpet sounds out to call me home. This is heaven wild here. Everybody's living in the shining light, in the order and the freedom in your eyes, passion for your right. Yeah, this is heaven wild. This is heaven wild, eternal. តទៀតគឺយើងចាប់ផ្ដើមដោះជាមួយនឹង RAM បាទអញ្ចឹងការដោះជាមួយនឹង RAM យើងត្រូវកាច់កលឹះវាទាំងពីរហ្នឹងមកហើយសម្រាប់ការកាន់ RAM ដែរគឺយើងអត់កាន់ទៅលើផ្ទៃ RAM ហ្មងទេបាទដែលសារអីនៅលើផ្ទៃ RAM ហ្នឹងគឺមាន board ពាក់ព័ន្ធជាមួយនឹងខ្លាច់ការករណីដែលយើងសើមអីយើងអាចឆ្លងទៅដល់ RAM របស់យើងហើយធ្វើឲ្យ RAM របស់យើងខូចអញ្ចឹងយើងកាន់កែមវាមកបាទយើងកាន់វាអញ្ចឹងបាទហើយចំពោះ RAM អញ្ចឹង RAM គឺជា component ដ៏សំខាន់មួយមានន័យថាវាសមាសធាតុដ៏សំខាន់មួយសម្រាប់កុំព្យូទ័ររបស់យើងព្រោះអីវាជាអង្គចងចាំបន្តអាសន្នអញ្ចឹងសម្រាប់ការដំណើរការរបស់វាហ្នឹងគឺវាដំណើរការចាប់ពីរាប់តាំងពីការបើកនៅកុំព្យូទ័ររបស់យើងបាទអញ្ចឹងយើងបើកកុំព្យូទ័ររបស់យើងឃើញជាលក្ខណៈ Dell Asus អីហ្នឹងគឺវាន័យថាការបើកហ្នឹងពេលដែលយើងចាប់ផ្ដើមតែម្ដងគឺចាប់ផ្ដើមជាមួយនឹង RAM បាទហើយតមកបានវាដំណើរការដល់ CPU ដល់អីអញ្ចឹងណាបាទហើយចំពោះតបជំហានបន្ទាប់គឺយើងត្រូវការដកខ្សែអស់សិនមកបាទដកខ្សែអស់សិនបាទដោយសារខ្សែយើងគឺមានច្រើនពេកបាទអញ្ចឹងដកអស់មកដើម្បីងាយស្រួលក្នុងការធ្វើការងារបន្តទៀតចំពោះកន្លែងខ្សែដែលខ្ញុំកំពុងដកនេះគឺជាអានេះគេហៅថា jumper បាទ jumper នេះគឺវានឹង detect ទៅលើការដោះចេញដាក់ចូលវិញរបស់ធុងកុំព្យូទ័ររបស់យើងមានន័យថាយើងដោះចេញម្ដងវា detect ម្ដងបាទអានេះគឺនៅពេលយើងដាក់ចូលវិញគឺវានឹងលុបចូលខាងក្នុងហើយនៅពេលដែលយើងដោះចេញវា load អញ្ចឹងមានន័យថាវា detect ថាធុងយើងធ្លាប់ដោះម្ដងអញ្ចឹងណាបាទហើយបន្ទាប់មកទៀត
គឺខ្ញុំចង់និយាយពីនេះគឺជា memory card របស់យើងគឺ M.2 បាទវាប្រើតាមប្រភេទហ្នឹងទេវាអត់ប្រើជា SD ឬក៏ HD ទេគឺវាចេញមក M.2 តែម្ដងអញ្ចឹងអានេះយើងដោះចេញបានហើយបាទវាមាននេះ warranty របស់វាអញ្ចឹងនៅពេលដែលយើងដកចេញទៅវាអាចដាច់យ៉ាងអីអញ្ចឹងណាបាទពេលដែលដាច់ទៅគឺគេដឹងថាយើងធ្លាប់ដោះចេញទេបាទអញ្ចឹងអានេះគឺជាប្រភេទ M.2 បាទវាគឺជាប្រភេទ memory card តូចមែនប៉ុន្តែវាខ្លាំងន័យថាគេខំប្រឹងខិតខំអភិវឌ្ឍនៅបច្ចេកវិទ្យាទាំងឡាយដើម្បីឲ្យវាកាន់តែតូចកាន់តែស្ដើងស្រាលងាយស្រួលក្នុងការតម្លើងអីផ្សេងប៉ុន្តែទំហំនិងកម្លាំងរបស់វាគឺកាន់តែធំជាងមុនហើយនឹងខ្លាំងជាងមុនបាទតោះចុងចូលដល់ជំហានបន្ទាប់ទៀតគឺយើងត្រូវការជាមួយដោះជាមួយនឹងនេះពាក់ព័ន្ធជាមួយនឹង CPU របស់យើងបាទនេះយើងដោះចេញហើយបាទយើងអាចមើលបានភេទស៊េរីថ្មីរបស់គេហ្នឹងបាទហើយនេះគឺជា heatsink បាទ heatsink ហ្នឹងគឺមានតួនាទីក្នុងការស្រូបកម្ដៅពី CPU របស់យើងចូលទៅក្នុងCPU fan ដើម្បីឲ្យវាមានន័យថាធ្វើឲ្យកាត់បន្ថយកម្ដៅរបស់ CPU ដែលថាអី CPU គឺមានកម្ដៅខ្លាំងមែនតើបាទគ្រាន់តែបើកពឹបភ្លាមគឺកម្ដៅរាប់សិបអង្សាណោះបាទប៉ះទៅអាលាកមកអាលាកអញ្ចឹងហើយបានជាគេផលិតជាមួយនឹងពាក់ព័ន្ធជាមួយនឹង heatsink ដើម្បីស្រូបកម្ដៅពី CPU របស់យើងចូលទៅកាន់ CPU fan ដើម្បីឲ្យវាបន្ថយកម្ដៅបាទតខំទេកុំព្យូទ័រយើងតិចគេអាំងតិចគេអាំងដោយសារអីគឺកម្ដៅខ្លាំងពេកបាទឥឡូវយើងធ្វើការដោះ CPU យើងមកបាទយើងច្បាស់កលឹះវាចឹងហើយបើកវាបាទបាទនេះយើងបើកចេញហើយបាទអញ្ចឹង CPU នេះគឺយើងចាត់ចែងជាមួយវាបាទអាចមើលវាបានអានេះគឺជើងរបស់វាហ្មងបាទតោះឥឡូវយើងចូលបន្តដំណាក់កាលនៃការរៀបចូលវិញបាទអញ្ចឹងគឺថារៀបចូលវិញគឺយើងរៀបចប់ដំបូងពាក់ព័ន្ធជាមួយនឹង CPU របស់យើងអញ្ចឹងយើងមើលទៅកាន់ CPU របស់យើងបាទអញ្ចឹងអ្នកនរគ្នាឃើញថាវាមានកន្លែងកែងនេះគឺមានវាមានជ្រុងខុសគេបាទអញ្ចឹងគឺជុំវិញនេះគឺវាមូលទេលើកលែងតែកន្លែងនេះគឺវារៀងត្រីកោណាបាទអញ្ចឹងអានេះគឺអ្វីដែលយើងត្រូវចាប់អារម្មណ៍ចំពោះការ install CPU ទៅក្នុង socket របស់វាអញ្ចឹងយើងមើលថាតើជ្រុងហ្នឹងវាបែរទៅខាងណាហើយយើងផ្ទៀងផ្ទាត់ជាមួយនឹង socket ជាមួយនឹងឬក៏វានៅលើ motherboard របស់វាហ្មងអញ្ចឹងចំពោះកន្លែងនេះគឺកន្លែង socket នេះគឺវាមានប្រាប់យើងថាកន្លែងកែងនឹងនៅកន្លែងណាទេគឺវានៅលើ motherboard អញ្ចឹង motherboard គឺវាដាក់នៅកន្លែងនេះអញ្ចឹងហើយយើងត្រូវដាក់កន្លែងកែងយើងនៅលើ CPU ហ្នឹងគឺដូចគ្នាជាមួយនឹងក្នុង motherboard បាទអញ្ចឹងឥឡូវយើងដាក់ទាំងអស់គ្នាទៅ
នេះមូលឲ្យវាតឹងតិចទៅបាទតាមមុំទៅបានហើយទៅមកយើងធ្វើការដាក់ជាមួយនឹងរ៉េមបាទនេះរ៉េមគឺយើងកាន់អញ្ចឹងតែមកហើយសូមបញ្ជាក់ចំពោះរ៉េមនេះគឺយើងអត់អាចដាក់នៅលើវត្ថុអីដែលអាចឆ្លងបានណាឧទាហរណ៍ដូចជាដែកដូចជាអីដែលអាចឆ្លងចម្លងអគ្គិសនីហ្នឹងគឺយើងអាចដាក់បានទេដែលសារអីនៅលើនេះគឺវាមាន board អញ្ចឹង board នៅគ្នាដឹងហើយថា board គឺជាប្រភេទ semiconductor អញ្ចឹងវាអាចឆ្លងផងវាអាចអត់ឆ្លងផងបាទអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់នៅលើវត្ថុណាដែលអាចចម្លងបានគឺវាឆ្លងវាអាចទាំងខូច driver របស់វាឬក៏ប្រើអត់កើតតែម្ដងបាទអញ្ចឹងយើងកាន់អញ្ចឹងមកបាទហើយយើងចាប់ផ្ដើមសោកចូលទៅក្នុងនេះរបស់វាវិញ slot របស់វាវិញអញ្ចឹងក្នុងធុងនេះគឺវាមាន slot រហូតដល់ទៅ4 slot បាទអញ្ចឹងអ្នកគ្នាអាចមើលបានបាទវាមាន4 slot ហើយចំពោះការដាក់ហ្នឹងយើងដាក់អញ្ចឹងហើយយើងអាចមិនយើងកម្មដៃគេថាយើងសកត់ទៅលើអានេះគេថារបស់វាហ្មងណាយើងត្រូវសកត់សងខាងចេះសកត់ទៅបាទសកត់ឲ្យវាចូលម្ដងទាំងពីរអញ្ចឹងបាទយើងអាចសកត់ម្ដងមួយខាងឬក៏សកត់កតាលអីអត់ទេបាទ One day we're gonna fly, we're gonna soar up through the sky in the blink of an eye. We're gonna be transformed. You're gonna take us away in your words. I will remain eyes on you as the world fades. Holy shouts surround the throne as the trumpet sounds out to call me home. This is heaven wild here. Everybody's living in the shining light, in the order and the freedom in your eyes, passion for your right. Yeah, this is heaven wild. This is heaven wild. Eternal glowing throne, seraphs cry holy. You alone can take the scroll and open its seals. Those streets are made of gold and sparkling crystal. Water flows to trees of life on either side where 12 fruits grow. Holy បាទ shell. បន្ទាប់ពីការតម្លើងយើងរួចហើយឥឡូវយើងមកសាកតេស្តបើកទាំងអស់គ្នាបាទចង់ដឹងថាវាដំណើរការអត់បាទយើងចុចបើកវាមកកំពុងដំណើរការហើយបាទអូខេអញ្ចឹងដូចអ្នកគ្នាបានឃើញស្រាប់បាទយើងបានរូបរាងម៉ាស៊ីនយើងមកហើយបាទយើងអាចមើលឃើញយើងអាចប្រើប្រាស់បានហើយបាទបាទមិនអានេះបានទស្សនានៅសកម្មភាពនៃការដោះនិងការដំឡើងរួចរាល់ហើយឥឡូវវីដេអូរបស់ខ្ញុំគឺឈានទៅដល់ទីបញ្ចប់ហើយបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា Sao nghĩ mà phải